នៅក្នុងវចនានុក្រមខ្មែរខ្ញុំកណារកគឺចំណុចដែលពិសេសអំពើគ្មានបុគ្គលណាធ្វើបានទេហើយកុំអួតអីសោះតាំងពីវប្បធម៌តាំងពីប្រវត្តិសាស្ត្រតាំងពីទំនៀមទម្លាប់ពីនេះអានអានឹងចោលឲ្យចេះហ្មងពាក្យបញ្យលមួយចឹងបានឬសេចក្តីព្រារបស់លោកទៅវាម៉ត់ទៅខ្ញុំកណាធ្លាប់មើលពេលឡើងមួយពាក្យទេលោកអានលោកអានសត្រាមកតែគោសត្រាមកតែគោមានអ្នកខ្លះទៅសួរលោកថាយីគាត់ពាក្យប៉ុណ្ណឹងសួរអាត្មាដែរទៅសួរអ្នកអាឡែកកងជើងពេលនោះខ្ញុំកណាវាឆ្ងល់ថាមិនបានលោកឲ្យទៅសួរអ្នកអាឡែកកងជើងអញ្ចឹងដល់ឥឡូវបានដឹងថាអ្វីដែលលោកឲ្យមានបរិយាបន្ទូលមកវាល្អណាស់តែយើងវាអត់ជល់ភាសាខ្មែរពិតគាត់នៅឯជនបទនោះតាបងសង្កេតមើលណាសម័យខាងដើមយើងប្រើសំស្ក្រឹតសម័យខាងដើមយើងប្រើបាលីសម័យប្រាំងមកនិយាយប្រាំងសម័យអង់គ្លេសមកនិយាយអង់គ្លេសអ្នកស្រែអត់ចេះស្អីសោះចេះវីណុងចេះអូខេទីនេះពួកឯងខ្មែរលើតម្កើងរបស់គេនេះខោប្រាំងទៀបប្រាំងសម្លមកជូរយួនរឿងនឹងមាននៅស្មុគស្មាញបងតែមើលក្នុងវចនានុក្រមខ្មែរដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជាខ្ញុំណាអត់ដាក់ចូលហេតុអីទេប៉ះពាល់អីអត់បានទេប៉ះពាល់វចនានុក្រមអត់បានទេក្នុងឋានៈជាអនុប្រធានគោលនយោបាយជាភាសាខ្មែរជាស្វ័យប្រវត្តិត្រូវជាអនុប្រធានអ្នកកម្មការតាក់តែងវចនានុក្រមអត់ចូលអ្នកវិទ្យាសំនេះគឺខ្ញុំណាអត់ចូលគាត់លាលែងដែរពួកនឹងអត់ដឹងរឿងបានលុយកាក់បន្តិចបន្តួចទៅអីរឿងប្រជាជនខ្មែរលោកអត់យល់ដាក់តែមកធ្ងន់ម្ដងជួលអ្នកចេះដឹងផងនិយាយក្នុងស្លាប់គ្នាមិនទាំងបានជឿទៅមកមហាជនទាំងឲ្យជ្រៀងជេរបារាំងណាបារាំងអញ្ជើញមកឲ្យជ្រៀងទុកកត់ឲ្យខ្មែររៀនទៀតមហាអស្ចារ្យខ្ញុំទៅដល់សារមន្ទីរមូស្គូអ្នកដឹងអ្នកប្រាជ្ញរុស្ស៊ីគេថាម៉េចទាំងឲ្យនេះគេប្រសិទ្ធនាមគាត់ស្មើនឹងសង្សាររសោគឺអ្នកដែលបង្កើតច្បាប់កិច្ចសន្យាសង្គមមុនគេកសិករទៅធ្វើអីអ្នកដឹកនាំទៅធ្វើអីកិច្ចសន្យាសង្គមតែខ្មែរយើងអត់ស្គាល់តម្លៃសោះអ្នកគេដោយសារកញ្ញាស៊ូសានកាប់លេសតែអញ្ជើញទាំងឲ្យមកច្រៀងហើយគាត់តាទុកហើយប្រវត្តិនៃការកកើតឡើងនៃការស្រាវជ្រាវជាន់ខ្ពស់លើទឹកដីខ្មែរនេះណា1898បារាំងបានបង្កើតក្រុមស្រាវជ្រាវបុរាណវិទ្យាបារាំងមិនខ្មែរទេ1901សាលាបារាំងចុងបូព៌ាប្រទេសបានបង្កើតនៅឥណ្ឌូចិនអានឹងក៏សិក្សាពីខ្មែរហ្នឹងតែពីខ្មែរណាបារាំងសម្ដេចជួនណាលោកមានពណ៌វាសនាបានរៀនហ្នឹងមុនគេគ្រូរបស់លោកលវីហ្វីណូត1930យើងបង្កើតឡើងនៅវិទ្យាឋានពុទ្ធសាសនាបណ្ឌិតវិទ្យាឋានពុទ្ធសាសនាបណ្ឌិតជាឃ្លាំងទុកដាក់នៅកំណត់វប្បធម៌ខ្មែរដ៏ធំតែមិនមែនខ្មែរទេណាបារាំងកញ្ញាស៊ូសានកាប់លេសទាំងឲ្យជ្រៀងជេរបារាំងណាបារាំងអញ្ជើញមកឲ្យជ្រៀងទុកកត់ឲ្យខ្មែររៀនទៀតចេះច្បាប់បារាំងកុំភ្លេចសច្ចង្កតញ្ញូខន្តីអ្នកក្តីជាភ្លើងកុំកាត់កាន់ជើងអ្នកម្ខាងមើងងាយរីកលួងពីមុនរកស៊ីរៃពុនមានក្រតាមភពរីកលោកឥឡូវទៅប្រឹងឲ្យញាត់តែក្រចោលជាប់គុកច្បាប់រីកលោកបារាំងណានគរថ្កើងផ្លៃសបាយតែភ្នែកក្នុងចិត្តរងកម្មកូនប្រុសបណ្ដាច់កុំភ្លេចបណ្ដាំកបាសសូត្រឆ្នាំតែម៉ាំលេងថោកមហាអស្ចារ្យខ្ញុំទៅដល់សារមន្ទីរមូស្គូអ្នកដឹងអ្នកប្រាជ្ញរុស្ស៊ីគេថាម៉េចទាំងអីនេះគេប្រសិទ្ធនាមគាត់ស្មើនឹងសង្សាររសោគឺអ្នកដែលបង្កើតច្បាប់កិច្ចសន្យាសង្គមមុនគេកសិករទៅធ្វើអីអ្នកដឹកនាំទៅធ្វើអីកិច្ចសន្យាសង្គមតែខ្មែរយើងអត់ស្គាល់តម្លៃសោះនេះគេដោយសារកញ្ញាស៊ូសានកាប់លេសតែអញ្ជើញទាំងអីមកច្រៀងហើយគាត់តាទុកវិជាឋានពុទ្ធសាសនាហ្នឹងដែលបង្កើតឡើងនៅក្រុមជំនុំជំនាញរបស់ខ្មែរស្អីទាំងអស់ក្រុមជំនុំរបស់ខ្មែរនេះគាត់តាមអ្នកសាជាឡើងវិជាឋានពុទ្ធសាសនាហ្នឹងដែលបង្កើតក្រុមជំនុំប្រតិបត្តិបៃដកខ្មែរហើយសៅមុនខ្ញុំបានសួរតែសម្ដេចចំជាលោកថាមិនតាន់ចេញទេព្រោះមិនតាន់ចុះអត្តលេខាផងគណៈកម្មការបដិបត្តិខ្ញុំព្យាយាម30ឆ្នាំជាងទៅកន្លែងណាក៏និយាយដែរគេខ្លះគេថាខ្ញុំចង់ចូលសមាជិកមិនមែនទេតែខ្ញុំឃើញតែវាមានសារៈប្រយោជន៍ណាស់សម្រាប់វប្បធម៌ខ្មែរអត់មានគណៈកម្មការបដិបត្តិមិនបោះថ្មីអាណាទទួលពិនិត្យពាក្យពិតនេះខុសតាចុះអត្ថកថានៅមកកាត់ភ្លុះតែអត់បានប្រែផងប្រែក៏គ្នាធ្វើមិនមានឯកភាពនេះនេះចំណាំកាន់មានប្រយោជន៍តែដល់ថ្ងៃនេះអត់តាន់ចិត្តតែព្រមហើយទៅក្រសួងអត់តាន់ទៅអានេះគឺរឿងសង្វេគអានេះវិជាឋានពុទ្ធសាសនាក្រៅពីនឹងសួរថាអ្នកសរសេរអ្នកសាជាមួយណាដែលមិនពឹងផ្អែកទស្សនាវដ្តីកម្ពុជាសូយ៉ាបោះពុំផ្សាយដំបូងគេឆ្នាំ1926ជាទស្សនាវដ្តីវិទ្យាសាស្ត្រមុនគេផុតនៅស្រុកខ្មែរឲ្យពេលវេលាដ៏មានតម្លៃនេះកន្លងផុតទៅនាងខ្ញុំសូមគោរពអញ្ជើញអាដាមបណ្ឌិតសូមជន្លងឡើងធ្វើអត្ថកថាស្ដីពីមូលដ្ឋានគ្រឹះដើម្បីយល់ពីអក្សរសិល្ប៍ខ្មែរដូចតទៅសូមអង្គពិធីទាំងមូលអបអរសាទរខ្ញុំគណៈខ្ញុំសូមថ្វាយគុំប្រគុណចាស់ព្រះមហាប្រធានសាខាសាកលវិទ្យាល័យបាត់ដំបងសូមថ្វាយគុំគុណចាស់គ្រប់ព្រះអង្គសូមគោរពអស់លោកស្រីស្វាគមន៍ចំពោះបងប្អូនដែលអញ្ជើញចូលរួមល្ងាចនេះប្រធានបទដែលខ្ញុំគណៈខ្ញុំលើកមកនេះវាមានទំហំនឹងធំធេងពេកបុគ្គលណានិយាយអំពីអក្សរសិល្ប៍ហ្នឹងវាធំណាស់
tại nhóm được chia diếm cắt bằng ruồi vía sẵn khai vía ở clay toán cả về lìa những thì mũi thì pi tiết thì mình là cái tên là bà sân chia miền pê khai cao tiết những chấm chui thưa tất cả tham môi được pi tiết đại giấy ẩm pi sau sau khmáiនៅក្នុងសម័យអង្គរដែលឆ្លោះបញ្ចាំងអំពីការអភិវឌ្ឍនៅសេដ្ឋកិច្ចនិងឆ្លោះបញ្ចាំងពីការអនុវត្តនៅការគ្រប់គ្រងរដ្ឋនាសម័យអង្គរនេះចូលដល់ប្រធានបទហ្នឹងខ្ញុំកន្លះចង់បញ្ជាក់បន្តិចទី1យើងត្រូវស្គាល់ពាក្យកលឹះរបស់វាសិនពាក្យកលឹះគឺអក្សរសិល្ប៍នេះមានពាក្យកលឹះ2ធំពាក្យកលឹះទី1ជាភាសាអង់គ្លេសថា literature of philosophy ពាក្យកលឹះទី2 literature in philosophy តែខ្ញុំកន្លះខ្ញុំលើកមកអធិប្បាយថ្ងៃនេះទស្សនវិជ្ជានៃអក្សរសិល្ប៍មិនមែនក្នុងអក្សរសិល្ប៍ទេបើទស្សនវិជ្ជាក្នុងអក្សរសិល្ប៍ឧទាហរណ៍ថានៅក្នុងរឿងធនជ័យដែលលោកបណ្ឌិតវណ្ណឌីកអនលោកបានរកឃើញថាអ្នកប្រាជ្ញខ្មែរពីដើមនោះបានបញ្ចូលនៅទស្សនវិជ្ជានៃវិចារណនិយមឃើញទេនៅក្នុងរឿងមិនចុះសម្រុងនឹងជីវិតលោកអាបែបកាមូសបានបញ្ចូលនៅទស្សន័យជីវិតឥតន័យអានឹងទស្សនវិជ្ជានៅក្នុងអក្សរសិល្ប៍អានោះវាច្រើនណាស់ព្រោះអក្សរសិល្ប៍នៅលើលោកមានរាប់រយលានរឿងអញ្ចឹងវាមានរាប់រយលានគំនិតនៅក្នុងហ្នឹងតែដែលខ្ញុំលើកយកមកនិយាយអំពីទស្សនវិជ្ជានៃអក្សរសិល្ប៍ទស្សនវិជ្ជានៃអក្សរសិល្ប៍នេះក៏មានអ្នកប្រាជ្ញធំនៅលើលោកហ្នឹងច្រើនដែលកំណត់ឲ្យនិយមន័យហ្នឹងមានសឹងជាង100និយមន័យខ្ញុំឧទាហរណ៍យើងនិយាយពីខ្មែរមុនទៅចោះលោកបណ្ឌិតកេងបន្សាលោកថាអក្សរសិល្ប៍ជាវិជ្ជាស្យង់ដែលចោទដោះស្រាយបញ្ហាមនុស្សដែលឆ្លោះពីបញ្ហាសង្គមលោកកាលម៉ាលោកថាអក្សរសិល្ប៍ជាអាវុធមុខពីរដែលប្រើសិល្បៈយកមកឆ្លោះបញ្ចាំងអំពីបញ្ហាសង្គមលេនីនក៏គាត់ឲ្យគំនិតផាក់ផែលនឹងដែរតុលស្តយអ្នកនិពន្ធអ្នកអក្សរសិល្ប៍ដ៏ល្បីរបស់ជនជាតិរុស្ស៊ីហើយដែលជាអ្នកដែលមានឈ្មោះល្បីណាស់លើពិភពលោកក៏គាត់ឲ្យយមន័យដែរថាអក្សរសិល្ប៍គឺការយកសិល្បៈមកឆ្លោះបញ្ចាំងអំពីជីវិតតថភាពក្នុងសង្គមមានអ្នកនិពន្ធខ្លះទេដែលមានគំនិតផ្សេងពីហ្នឹងដូចទីហោដូចជាអ្នកនិពន្ធសាំងតិចស៊ុយប៉េរីនេះគាត់ថាអក្សរសិល្ប៍ជាគ្រឿងកំសាន្តគ្រឿងកាយកំសាន្តគ្រាន់ជាការសប្បាយទេអញ្ចឹងហើយបានជាយើងបងប្អូនរៀនទិសដីអក្សរសិល្ប៍នេះកន្លែងមុខងារអក្សរសិល្ប៍បងប្អូនឃើញទេមានលោកគ្រូខ្លះលោកកំណត់មុខងារអក្សរសិល្ប៍មាន3ទី1មុខងារពុទ្ធិទី2មុខងារតថៈទី3មុខងារអប់រំឃើញទេពុទ្ធិតថៈនិងអប់រំហ្នឹងហើយដែលឆ្លោះបញ្ចាំងអំពីតថភាពសង្គមតើសង្គមវាដើរទៅដល់ណាសង្គមវាធ្វើអ្វីខ្លះក៏ប៉ុន្តែមានលោកគ្រូថាទៀតថាមុខងារអក្សរសិល្ប៍មាន14នោះគឺមុខងារកំសាន្តហ្នឹងអាហ្នឹងគឺយកទិសដីរបស់សាំងតិចស៊ុយប៉េរីហ្នឹងមកបង្ហាញប៉ុន្តែអ្នកខ្លះទៀតគាត់ថាមុខងារអក្សរសិល្ប៍មានរហូតដល់5គឺមុខងារទំនាក់ទំនងឧទាហរណ៍បងប្អូនអានរឿងប៉ូវេស្នីនាំឲ្យបងប្អូនយល់ដឹងអំពីវប្បធម៌អរិយធម៌របស់ពួកប្រចាំប្រទេសនាយុគសម័យទំនើបដែលបងប្អូនអានរឿងសាមកុកនាំឲ្យបងប្អូនយល់អំពីវប្បធម៌អរិយធម៌បូព៌ាប្រទេសនៅក្នុងសម័យបុរាណអាហ្នឹងទំនាក់ទំនងពីមនុស្សមួយទៅមនុស្សមួយពីសង្គមមួយទៅសង្គមមួយដូច្នេះបើយើងនិយាយពីអក្សរសិល្ប៍ជាទូទៅយើងអាចនិយាយបានថាជាមុខវិជ្ជាមួយដែលសិក្សាអំពីមនុស្សហើយដែលបង្ហាញអំពីតថភាពនៅក្នុងសង្គមមនុស្សតែអ្វីដែលពិសេសជាងគេដែលវាខុសពីមុខវិជ្ជាដទៃគឺប្រសិទ្ធវិធីហ្នឹងហើយដែលខុសពីគេបើកុំមានសិលវិធីអក្សរសិល្ប៍វាខ្លាយជាមុខវិជ្ជាប្រវត្តិសាស្ត្រវាខ្លាយជាមុខវិជ្ជាទស្សនវិជ្ជាវាខ្លាយជាមុខវិជ្ជាសង្គមវិទ្យាហើយតែមុខវិជ្ជាប្រវត្តិសាស្ត្រអត់មានបញ្ចូលសិលវិធីទេអញ្ចឹងបានអ្នកខ្លះដែលមិនយល់ច្បាស់គាត់ទៅចាត់ទុកថាអក្សរសិល្ប៍គ្រាន់តែជារឿងអានកំដរអារម្មណ៍នឹងមិនជារឿងចម្លែកទេដែលគាត់អត់មានទិសដីអក្សរសិល្ប៍ហ្នឹងដែលគាត់អត់ស្គាល់ពីនិយមនៃអក្សរសិល្ប៍ហ្នឹងអញ្ចឹងនេះចំណុចសំខាន់ជាងគេបំផុតនៃការដែលយើងនិយាយអំពីអក្សរសិល្ប៍ហ្នឹងគឺការឆ្លោះបញ្ចាំងអំពីតថភាពសង្គមដោយប្រើសិលវិធីសង្គមរបៀបណាហើយអ្វីដែលខ្ញុំមានបំណងយកមកបង្ហាញបងប្អូននេះពួកខ្ញុំមានការបារម្ភមិនទៅបារម្ភឃើញថាការរៀនសូត្ររបស់យើងគ្នាច្រើនដល់គ្នាច្រើនចេញទៅវិញនៅក្នុងសង្គមនេះឱកាសដែលផ្ដល់ការងារយើងវាតិចគេនេះដល់ឱកាសផ្ដល់ការងារតិចហ្នឹងការរៀនសូត្ររបស់យើងវាខកខានវាខាតពេលវេលាខាតជីវិតរបស់យើងអត់ប្រយោជន៍អានឹងជាបញ្ហាមួយដែលត្រូវគិតអញ្ចឹងហើយបានជានៅក្នុងការរៀបចំប្រព័ន្ធអប់រំក្នុងការគិតគូរពីរឿងមុខវិជ្ជារៀនហ្នឹងគេគិតគូរទៅដល់តើសង្គមតែការងារអីខ្លះតែរកការងារខ្លះមានអស់លោកខ្លះគាត់ប្រាប់ខ្ញុំថារៀនគណិតវិទ្យារកការងារបានធ្វើច្រើនគាត់យល់ច្រឡំណាគណិតវិទ្យាដែលយើងរៀនសប្តាហ៍ថ្ងៃគណិតវិទ្យាបុរាណទេយើងអត់បានចូលដល់ម៉ាត់ modern ទេគេទៅហួសឆ្ងាយទៅហើយព្រោះវាចូលដល់យុគ AI ទៅហើយអញ្ចឹងម៉ាត់ដែលវាសម្រួលទៅដល់ AI ទៅដល់កុំព្យូទ័រនោះវាម៉ាត់ modern ទំនើបទៅហើយបើតាមខ្ញុំគិត
យុវជនសប្តាហ៍នៅក្រុងភ្នំពេញនេះ2ឆ្នាំហើយឆ្នាំមុនសាកលវិទ្យាល័យភូមិន្ទភ្នំពេញរើសតែ900នាក់ទេតែចំនួនកងដាលដែលដាក់ចូលដល់3000នាក់ឆ្នាំនេះរើសតែ700នាក់ជាងទេតែកងដាលហ្នឹងដល់ទៅ2990នាក់ជាងវាច្រើនលើសលប់អញ្ចឹងទៅតែប្រឡងជំរុះការដែលខ្ញុំគិតថាគាត់គិតនឹងត្រូវល្អហេតុអីអញ្ចឹងអ្នកចូលមករៀននៅពុទ្ធក